បាទបន្ទាប់ពីបងប្អូនបាន copy chat ហើយយកមកដាក់នៅកន្លែងនេះណាទាក់ទងនឹង response ដែលយើងបានរៀបចំទៅជា file ហ្នឹងគឺ save ទុកនៅក្នុង account របស់បងប្អូនហ្នឹងគឺរហូតតែម្ដងបាទរហូតតែម្ដងតែយើងមើលថាតើយើងមកក្រោកវាបានវិញយ៉ាងដូចម្ដេចបាទហើយនៅក្នុង system របស់យើងគឺ auto save ឲ្យទៀតណាអញ្ចឹងនៅកន្លែងនេះយើងអាចចុច save ខ្លួនឯងក៏បានហើយ system ក៏ auto save ឲ្យយើងដែរក្នុងករណីដែលយើងមានការផ្លាស់ប្ដូរផ្សេងៗបាទឥឡូវទីហោតបងប្អូនគឺចេញពីកន្លែងហ្នឹងមកឆាតធម្មតាបាទមកឆាតធម្មតាចុះបើបងប្អូនចង់ទៅរកការងារចាស់ចាស់ដែលបងប្អូនបានធ្វើនឹងតើយើងធ្វើមិនបាទមែនតើបងប្អូនងាយមែនតើគឺគ្រាន់តែយើងមក select ទៅនឹង workspace នេះមកបាទយើងចូលមក workspace បើសិនជាគណនីបងប្អូនអត់ទាន់បានរៀបចំអីទេគឺរាល់ឯកសារទាំងអស់គឺនៅក្នុងនឹងតែម្ដងបាទអញ្ចឹងចំពោះខ្ញុំអត់ទាន់មានបែងចែកអីទេអញ្ចឹងនៅក្នុងគណនីរបស់ខ្ញុំគឺនៅក្នុង workspace នេះទាំងអស់តែម្ដងបាទហើយសម្រាប់ការរៀបចំ workspace ផ្សេងគឺយើងនឹងជជែកគ្នានៅវីដេអូក្រោយណាហើយអូខេឥឡូវបងប្អូនចង់ចូលទៅមើលពាក់ព័ន្ធជាមួយនឹងទិន្នន័យដែលយើងបានធ្វើហើយមកបាទធ្វើឲ្យមកអញ្ចឹងយើងគ្រាន់តែ select លើចំណងជើងឯកសាររបស់យើងនេះមកបាទអញ្ចឹងយើងនឹងត្រឡប់មកការងារចាស់ដែលយើងបានធ្វើហើយហ្នឹងអញ្ចឹងយើងអាចធ្វើការកែប្រែឬក៏យើងបញ្ចូលតកតទៅនឹងទិន្នន័យបន្ថែមគឺយើងអាចធ្វើនៅទីនេះបាទហើយឯកសាររបស់យើងគឺ auto save នៅកន្លែងហ្នឹងឯងបាទសូមអរគុណ